យើងត្រូវតែខ្លួនទៅពេលដល់ស្អែកលេបចុងមកអីពីអ្នកសៀមរាបម៉ែនថ្ងៃនេះភ្លៀងអើយភ្លៀងពូហេងនេះនឹកឃើញចង់អាំងបែបស្រុកស្រែមានខ្យងមានត្រីដៃមានខ្នោជ្រុលជពូហេងចង់ធ្វើម្ហូបហើយម៉ូនឹងម៉ៃសុំទៅរៀបចំផ្ទះតិចសិនពូបងម៉ៃកំងអវ៉ាន់មកពីចិនទៀតហើយនិយាយពីថាធ្វើផ្ទះមួយអវ៉ាន់ងាយគ្រប់ទេបងប្អូនអើយកំងរហូតកប៉ែកកប៉ក់តិចតួចហ្នឹងគឺថាអត់ចេះចប់ហ្មងរវល់ពេញតែសំណាងហើយបានពូហេងមកជួយធ្វើម្ហូបជួយអីមួយអ៊ំចុងភៅអញ្ចឹងទៅពួកខ្ញុំរៀងតនេដៃខ្លះបានរៀបចំផ្ទះអីអញ្ចឹងណាថ្ងៃនេះពូហេងថាភ្លៀងរាច់ហើយយើងនៅសៀមរាបអញ្ចឹងនៅចិត្តវាលស្រែសុំម្ហូបបែបស្រុកស្រែបងប្អូនខ្លះហៅខ្នប់បងប្អូនខ្លះទៀតហៅកប់អញ្ចឹងទៅបងប្អូនណាខ្លះធ្លាប់មើលវីដេអូខ្ញុំធ្វើខ្នប់សាច់កែវឲ្យបងម៉ៃញ៉ាំថ្ងៃនេះខ្នប់កូនត្រីទេកំភៃអីតែដាក់កសាំងទីបងប្អូនអើយឆ្ងាញ់ប្លែកមកម៉ែហ្មងមានផ្សិតវាម្រះព្រៅហ្នឹងគឺលេខ1ហើយសំខាន់រៀបចំអាំងដាក់ស្លឹកចេកមិនដាក់กระดาษលុយញោមដូចនៅអាឡម៉ង់ឯងអញ្ចឹងកាន់តែឈ្ងុយកាន់តែឆ្ងាញ់ហ្មងយើងផ្ទាប់មួយបន្លែស្រស់ហ៎បងប្អូនហើយពូហេងចាប់ដើមរៀបចំកាត់ភ្លើងអាំងហើយមានត្រីដៃអាំងជ្រក់ស្វាយបងម៉ៃអ្នកកំងពូគាត់ចូលចិត្តជ្រក់ស្វាយម្លេះហើយក្រៅពីហ្នឹងគឺមានជាមួយនឹងខ្យងអាំងខ្យងមុននឹងអាំងពូហេងគាត់ស្រស់សិនណាបងប្អូនស្រស់ទឹកដូងទៀតអូឆ្ងាញ់ណាស់បងប្អូនអើយឈ្ងុយឡើងមានជាតិហើយមើលមេឃភ្លៀងវល់ល្ងាចក្រានអីគឺលើកចូលក្នុងផ្ទះអស់ហើយបានអាំងកើតឥឡូវចាប់ដើមអាំងហើយមានតាំងពីខ្នប់មានតាំងពីត្រីដៃនឹងឯងខ្ញុំរៀបផ្ទះចេញមកមើលពូហេងបន្តិចសិនចង់ដឹងថាម្ហូបមកចៃតែនិយាយមែនបានពូហេងមកលេងផ្ទះមួយអាទិត្យនេះគឺថាខ្ញុំស្រួលខ្លួនមែនតើបងប្អូនតែដឹងថាពូហេងប៉ិនធ្វើម្ហូបមែនតើគាត់ថាមិនដែលសូវធ្វើទេមើលខ្យងអាំងទឹកម្រេចគេផងតំណងញាក់សាច់ម្ហូបចិត្តឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមរៀបចំខ្លួនតិចសិនពូរៀបចំផ្ទះរៀងបែកញើសដែរមេឃភ្លៀងមែនតែហប់ហើយខ្ញុំកំពុងនារីបែកញើសខ្លួនបែកញើសឃ្លៀកអញ្ចឹងអត់ដែលចោលទេជាមួយនឹងសំឡេងជូតឃ្លៀកលបបលនេះបងប្អូនណាខ្លះដឹងថាខ្លួនឯងបកែឃ្លៀកយំឆាប់ចូលមកមើលមកហើយកំងទុកឲ្យហើយទៅព្រោះអត់ដែលធ្លាប់មានខ្ញុំអត់ដែលធ្លាប់ឃើញទេខ្ញុំឃើញផលិតផលនេះខ្ញុំស្រឡាញ់ហ្មងព្រោះវាជួយបានច្រើនជាពិសេសស្រីយើងទៅណាមកញើសឃ្លៀកញើសអីហ្នឹងគឺខ្មាស់គេហ្មងអត់មានភាពជឿជាក់អីអញ្ចឹងបានខ្ញុំតែងតែមានលបបទុកជាប់ខ្លួនជានិច្ចសំខាន់គឺងាយស្រួលណែកញ្ចប់គេទូចងាយស្រួលយកតាមខ្លួនមែនតែនតែមកកញ្ចប់ហ្នឹងហើយមួយថ្ងៃបានលន់វិញគឺក៏អូបប្រហើរហើយ fresh ខ្លាំងមែនតែនបងប្អូនប្រើតែមកកញ្ចប់ឯណាស្រស់ស្រាយបានពេញមួយថ្ងៃមានបញ្ហាធំក្លិនខ្លួនបកែបែកញើសដុំពោកហ្នឹងគឺថាល្អខ្លាំងហ្មងបងប្អូនមកស្លឹកហ្នឹងជូតបានឃ្លៀកសងខាងមិនមែនប្រើបានតែស្រីទេណាបងម៉ៃក៏ប្រើដែរព្រោះអីប្រុសហ្នឹងបែកញើសខ្លាំងជាងមនុស្សស្រីទៀតអញ្ចឹងក៏មើលរំលងក្លិនខ្លួនហ្នឹងសំខាន់លេខ1កដាស់នេះអត់មានជាតិកាត់ទេសូម្បីតែកខ្លួនទ្រូងកន្លែងណាបែកញើសគឺជូតបានទាំងអស់អញ្ចឹងបងប្អូនចង់បានអាចកំងបានមកប្រអប់តែ5ឡាខ្ញុំដាក់ Facebook page បងម្ចាស់ប្រែនជូតបងប្អូនឆាតតែគាត់ទៅព្រោះនៅស្រុកខ្មែរទៅមានមួយនេះឯងចេះរននឹកឃើញរបស់ជំនួយពិសេសជូតហើយគឺយើងស្រស់ស្រាយតែម្ដងបងប្អូនឥឡូវចេញមកភ្លក់ខ្យងសិនពូហេអត់ឲ្យខ្ញុំចាំទេគាត់ថារបស់នេះតើតែឆ្អិនភ្លាមញ៉ាំភ្លាមអង្គុយញ៉ាំនៅនឹងចក្រានទៀតកាន់តែឆ្ងាញ់វាក្តៅខ្យងស្រែខ្យងទលេខ្យងសៀមរាបបងប្អូនអូជាតិមែនតែនភ្លៀងរាច់ហ្នឹងអញ្ចឹងបងប្អូនអាចសាកបានណាបើនិយាយពីកប់ខ្នប់នេះវិញគឺថាអូយម្ហូបចុះបាយដាក់មួយបន្លែស្រស់ឆ្ងាញ់មែនតែនជាមួយកូនត្រីហើយដាក់កសាំងបាទខ្ញុំចូលចិត្តណាបងប្អូនអូយធំប្រហុកតិចនេះគឺផ្អើលផ្ទះហ្មងថ្ងៃនេះ pizza burger ដូរបរៀនតាំងពីតូចថាយើងត្រូវតែភ្លុកមកទៅណាទៅពេលដល់ស្អែកលេបនៅនោះ No, kom maar uit. វាមិន បាត់ឡើយស្មាត់លេបខ្យងមកបាក់យើងអានទូកំងត្រីអាំងសិនប្រពន្ធឲ្យលេបខ្យងមកវីដេអូនេះលើកទី1ដែលបងម៉ៃញ៉ាំខ្យងនិយាយទៅគឺកំរមែនតើពួកគាត់ហ៊ានញ៉ាំទេជាពិសេសធំអញ្ចឹងទៀតគាត់ថាល្អិលហើយស្វិតទៀតតែយ៉ាងណាបងម៉ៃធ្វើបានហើយតែគាត់ថាមកក្របនឹងគ្រប់ហើយមិនញ៉ាំទៀតទេចូលបងប្អូនវិញចូលចិត្តមកហូបមុខនឹងអត់